ខ្ញុំឃើញជីវិតម៉ែខ្ញុំគាត់ចេះលក់ដូរទេពេលដែលពុកខ្ញុំគាត់មានបញ្ហាម៉ែខ្ញុំអត់ចេះលក់គ្រួសារត្រូវដាបបដ ாய் កន្លែងហ្នឹងខ្ញុំឃើញគ្រួសារខ្ញុំឡើងចុះវេទនាពេកធ្វើខ្ញុំនឹកឃើញថាខ្ញុំធ្វើមិនក៏ដោយគឺខ្ញុំត្រូវតែចេះលក់កាលណាដែលយើងចេះលក់ទោះជាគ្រួសារយើងមានបញ្ហាអីក៏យើងនៅផ្គត់ផ្គង់ជីវភាពគ្រួសារបានណានឹងកន្លែងហ្នឹងធ្វើខ្ញុំកើតទៅជាអ្នកលក់រៀនលក់ហ្នឹងគឺដោយសារគ្រួសារខ្ញុំឡើងចុះហ្នឹងឯងអាហ្នឹងរឿងពិតខ្ញុំត្រូវតែតាំងចិត្តថាខ្ញុំកើតទៅជាអ្នកលក់ឲ្យបានដើម្បីទប់គ្រួសារបានឲ្យចំណូលឲ្យកូនរៀនកូនអីទោះជាប្តីយើងឪពុកយើងមានបញ្ហាក៏ដោយយើងក៏រ៉ាប់រងគ្រួសារបានឃើញបងប្អូនរាល់ថ្ងៃក្នុងគ្រួសារមួយពឹងតែម្នាក់ទេអញ្ចឹងយើងសម័យមើលថាបើម្នាក់នឹងមានបញ្ហាឈឺឬក៏ទៅមុខអត់រួចអញ្ចឹងគ្រួសារយើងអត់មានអីជួយទេនឹងបានខ្ញុំចេះតែជួយឲ្យស្រីចេះលក់ដូចខ្ញុំពីអតីតហ្នឹងគឺខ្ញុំចែកម្លែករឿងហ្នឹងដែរខ្ញុំអត់ចង់ឲ្យបងប្អូនរស់ស៊ីពឹងលើតែម្នាក់យើងជាស្រីនៅក្នុងផ្ទះគឺយើងត្រូវចេះលក់អនឡាញហ្នឹងឯងលក់អីលក់ទៅតែបានលុយចិញ្ចឹមកូនពេលប្តីយើងមានបញ្ហាអីឬក៏គ្រួសារយើងជួបបញ្ហាយើងមានជួយទប់គ្នាយើងអត់ភ័យយើងដែលភ័យផាត់ដូចខ្ញុំពីអតីតអញ្ចឹងខ្ញុំភ័យរឿងថាបើសិនជាប្តីខ្ញុំមានការអីមានបញ្ហាអីអញ្ចឹងទៅខ្ញុំអត់ចេះរស់ស៊ីចិញ្ចឹមកូនចុះគ្រួសារខ្ញុំមិនទៅកន្លែងហ្នឹងធ្វើខ្ញុំចេះតស៊ូព្យាយាមរៀនលក់ហ្មងលក់អីឲ្យតែបានលក់ដោយត្រកកុំកេងបបាញ់អ្នកដតីឲ្យតែថាលក់ជួយអ្នកដតីគឺខ្ញុំលក់